Hello សួស្តីពូមីងតាយាយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំភរិយារបស់ខ្ញុំមកលេងប្រាសាទតាព្រំនៅឯខេត្តតាកែវដែលប្រាសាទតាព្រំនេះគឺស្ថិតនៅរមណីយដ្ឋានទន្លេបាទីមានភូមិសាស្ត្រនៅភូមិថ្នោតតាក់សឹងឃុំក្រាំងក្នុងស្រុកបាទីខេត្តតាកែវមានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលយើងជិះតាមបណ្ដោយផ្លូវជាតិលេខ2ខ្ញុំសូមនិយាយតិចតួចតាក់ទងជាមួយនឹងប្រវត្តិនៃប្រាសាទតាព្រំនេះចឹងប្រាសាទតាព្រំនេះគឺសាងសង់ឡើងនៅសតវត្សទី12និងដើមសតវត្សទី3ពីឆ្នាំ1181ដល់ឆ្នាំ1201ប្រាសាទនេះគឺកសាងឡើងពីថ្មភក់ដែលប្រកបដោយក្បូរក្បាច់រចនាយ៉ាងវិចិត្រប្រហាក់ប្រហែលនឹងប្រាសាទតាព្រំនៅឯខេត្តសៀមរាបផងដែរព្រោះស្ថាបត្យកម្មនេះគឺស្ថិតនៅក្នុងរចនាបថប្រាសាទបាយ័ននារជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលជាអធិរាជនៃចក្រភពកម្ពុជាទេសយើងប្រាសាទនេះគឺមានបរិវេណបណ្ដោយ150ម៉ែត្រនិងទទឹងប្រវែង95ម៉ែត្រហើយនៅប្រាសាទនេះមានកម្ពស់12ម៉ែត្រនៅកណ្ដាលប្រាសាទគឺមានរូបបដិមាព្រះពុទ្ធចូលបរិនិព្វានដែលរូបចម្លាក់នេះគឺបានឆ្លាក់នៅសម័យក្រោយសតវត្សទី16ក្នុងរាជព្រះបាទចន្ទជាទី1អញ្ចឹងបន្ទាប់ពីចប់សឹកសង្គ្រាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានីអង្គរនិងមាតុភូមិជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី7ចាប់ផ្ដើមធ្វើការបង្រួបបង្រួមជាតិតាមវិគាសន្តិភាពនៅភាវរូបនីយកម្មដោយបន្ស៊ីគ្នាជាប់រវាងនឹងព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញសាសនាគោរពអទិទេពទាំង3ឬគេហៅថាត្រីមុតិអញ្ចឹងការបង្រួបបង្រួមនេះគឺស្ដែងចេញតាមរយៈសំណង់ប្រាសាទធំមានជាអាចប្រាសាទបាយ័នប្រាសាទបន្ទាយក្តីប្រាសាទព្រះខ័នប្រាសាទបន្ទាយឆ្មាស្រះស្រង់ប្រាសាទនិពន្ធប្រាសាទតសោមប្រាសាទក្រោលគោមហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើមដោយឡែកប្រាសាទតាព្រំទាំងពីរនៅខេត្តសៀមរាបនិងខេត្តតាកែវត្រូវស្ថាបនាឡើងដើម្បីឧទ្ទិសដល់ព្រះលោកស្វេរៈធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រំនៅតំបន់អង្គរមានឈ្មោះដើមថារាជវិហារសម្រាប់ប្រាសាទតាព្រំនៅទន្លេបាទីទោះជាបីជាវិសាលភាពតូចជាងប្រាសាទទី1នៅឯតំបន់អង្គរក្តីក៏តាក់តាំងបង្ហាញថាវាមានលក្ខណៈជាអារាមឬក៏បូជនីយដ្ឋានដ៏ពិសិដ្ឋផងដែរនៅទន្លេបាទីគ្មានភ្នំនៅចិត្តទេហើយសំណួរសួរថាតើដូនតាខ្មែរយកថ្មមកពីណាមកកសាងប្រាសាទតាព្រំដែលនៅតាកែវនេះអញ្ចឹងសំណួរនេះគឺត្រូវបានអ្នកប្រវត្តិសាស្ត្រគាត់បកស្រាយថាគេដឹកតាមប្រទេសដាក់ខ្នងដំរីដាក់សំពៅនាំយកទាំងថ្មទាំងនេះដែលមានជាថ្មបាយក្រៀមនិងថ្មភក់ពីភ្នំឆ្ងាយៗមកកសាងឲ្យកើតជាប្រាសាទមួយនៅទីនេះផងដែរហើយនៅកណ្ដាលប្រាសាទនោះគឺមានកម្ពស់រហូតដល់11ម៉ែត្រចំណែកឯបរិវេណកំពែងនេះគឺមានបណ្ដោយ42ម៉ែត្រទៅតឹង36ម៉ែត្រនៅសងខាងផ្លូវចូលកាន់ប៉មកណ្ដាលនេះមានស្រះទឹកពីរទៀតសម្រាប់ប្រើប្រាស់នៅពេលដែលមានប្រពៃពិធីបុណ្យសាសនាផ្សេងៗហើយក៏ជានិមិត្តរូបតំណាងឲ្យស្រះបឹកខណីតាមបែបពុទ្ធសាសនាចំណែកឯព្រហ្មញ្ញសាសនាវិញគឺទឹកតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7នៅខាងឆ្វេងដៃនៃផ្លូវចូលគោបរៈនៃកំផែងទី1ឃើញមានផ្ទាំងថ្មមួយសន្លឹកដែលកប់នៅដីមានកម្ពស់1ម៉ែត្រនៅលើផ្ទាំងថ្មមានរូបព្រះឥន្ទជាស្ដេចនៃទេវតាតំណាងឲ្យទឹកភ្លៀងនិងផ្គរទន្ទះដែលគង់នៅលើក្បាលដំរីឈ្មោះថាអេរ៉ាវ៉ាន់ដែលមានកំណើតចេញពីកាកូសមុទ្រទឹកដោះសូមអរគុណបងប្អូនទាំងអស់គ្នាបើសិនជាក្នុងវីដេអូនេះខ្ញុំបានបរិយាយនៅក្នុងចំណុចណាមួយមិនត្រឹមត្រូវអ្វីសូមមេត្តាខន្តីអភ័យទោសឲ្យផងសូមអរគុណនិងសូមជម្រាបលាជូនពរសំណាងល្អលើទីផាត់ណាផាត់ក្រៅអូខេបាយអត់បាយបានប្តីមកអូខេ